ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងជួបគ្នាម្ដងទៀតហើយក៏មានមុខម្ហូបអីប្លែកដែរពុកម៉ែបងប្អូនគឺថ្ងៃហ្នឹងគឺបានអបបង្គាជាមួយនឹងម្សៅស៊ុបហើយក៏ធ្វើការបេះជាមួយនឹងស្លឹកក្រូចសើចនៅក្រោយផ្ទះហើយចំពោះស្លឹកក្រូចសើចម្ដាមនេះគឺបេះគ្នាឡើងដោះលែងតន់ហ្មងហើយម្ទេសម្ដាមនេះគឺដាំក្រោយខ្ញុំទេតែខ្ពស់ជាងខ្ញុំទៀតហើយអ្នកបេះម្ទេសឡើងឆ្អឺតដោយសារតែអ្នកបេះម្ទេសហ្នឹងគឺទាបពេកហើយខ្ញុំបេះម្ទេសគឺដើម្បីយកមកធ្វើជាទឹកត្រីបុកដើម្បីចុចជាមួយនឹងបង្គាអបជាមួយនឹងម្សៅស៊ុបរបស់យើងហើយខ្ញុំក៏ធ្វើការលាងសម្អាតបង្គាមុននឹងខ្ញុំយកបង្គាទៅអបគឺខ្ញុំត្រូវធ្វើការចាក់យកសរសៃនៅខាងខ្នងវាចេញឲ្យអស់ហើយកាត់សម្អាតជាមួយនឹងព្រុយដើម្បីយកទៅអបហើយចំពោះការកាត់សម្អាតនេះគឺខ្ញុំបានចាក់សម្អាតខាងខ្នងហើយអស់ហើយពុកម៉ែបងប្អូនហើយបន្តមកទៀតគឺខ្ញុំលាងសម្អាតជាមួយនឹងស្លឹកក្រូចសើចហើយចំពោះស្ពៃបូកគោទូចនេះគឺត្រូវមែនតែនជាមួយនឹងបង្គារបស់យើងបង្គាអប់ហ្នឹងហើយខ្ញុំចូលចិត្តមែនតែនចំពោះស្ពៃបូកគោដាក់តំណប់ជាអន្លក់ជាមួយនឹងបង្គាអប់របស់យើងគឺធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ហើយមានសសក់មានជាមួយនឹងជីរណាជីវ៉ាន់ស៊ុយជាដើមពុកម៉ែបងប្អូនចូលចិត្តបន្លែបែបណាគឺដាក់តាមបែបហ្នឹងទៅយើងអាចបន្ថែមជាមួយនឹងសាឡាត់បានដែរប៉ុន្តែខ្ញុំអត់សូវចូលចិត្តសាឡាត់ទេខ្ញុំចូលចិត្តបូកគោតូច review ឡើងគឺឃើញម្សៅស៊ុបទៀតម្សៅស៊ុបរបស់មីជាតិហើយចំពោះកូនសក្រីយកមកអបជាមួយនឹងបង្គាគឺខ្ញុំចូលចិត្តហាន់វាជាចំណិតបែបហ្នឹងសម្រាប់ពុកម៉ែបងប្អូនមានទម្លាប់ធ្វើបែបណាចាំជួយ comment ប្រាប់នឹងខ្ញុំផងដោយសារតែខ្ញុំអបបង្គាសារហ្នឹងគឺខ្ញុំអត់មានប្រើជាមួយទឹកដូងទឹកដោះគោឆៅឬក៏តាក់ទេដូច្នេះហើយគឺខ្ញុំចាត់បែបហ្នឹងដើម្បីយកវាមកក្រានៅខាងក្រោមកុំឲ្យវាខ្លោចសាច់បង្គារបស់យើងមានដូចជាកូនសក្រីស្លឹកក្រូចសើចជាមួយនឹងរំដេងហើយរំដេងនេះគឺរំដេងក្រៀមដែលម៉ែរបស់ខ្ញុំគាត់ចិត្តយកមកខ្វះចឹងឯងហើយក៏ដាក់ស្រស់ចោលទៅក៏យកពេលហ្នឹងមកហាន់បន្លែមានដូចជាសសក់មានដូចជាការ៉ុតជាដើមចឹងឯងហើយនៅពេលដែលចិតបន្លែហើយក៏បង្គារបស់យើងគឺឆ្អិនហើយការស្រស់ហ្នឹងគឺច្រឡំស្រស់បងប្អូនគឺអបគឺខ្ញុំអបរយៈពេល10នាទីទៅតាមពុកម៉ែបងប្អូនចង់បានឆ្អិនឬក៏សាច់ល្មមហើយចំពោះបង្គានៅពេលដែលយើងអបចឹងអត់ដាក់ទឹកគឺវាចេញទឹកពីបង្គាមកហើយធ្វើឲ្យសាច់បង្គាហ្នឹងគឺស្វិតហើយកាន់តែមានរសជាតិផ្អែមជាងដែលយើងដាក់ទឹកទៀតពុកម៉ែបងប្អូនហើយឥឡូវបង្គារបស់ខ្ញុំឆ្អិនហើយពុកម៉ែបងប្អូនតំណងអត់ឥឡូវទឹកត្រីកោះកង់ហ្នឹងគឺខ្ញុំអត់បានបង្ហាញពីរបៀបបុកទេនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបធ្វើទឹកត្រីកោះកង់អរគុណពុកម៉ែបងប្អូនសម្រាប់ការពេញចិត្តនិងតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយចុច like subscribe share follow ម្នាក់មួយផងអរគុណជម្រាបលា